គិតថារឿងដែលយើងជួបប្រសពវាគ្រាន់តែជារឿងល្អវាគ្រាន់តែល្អមិនល្អគ្រាន់តែរឿងមិនល្អសំឡេងពីរោះគ្រាន់តែពីរោះមិនពីរោះគ្រាន់តែមិនពីរោះណាតភ្លុកដឹងសាបដឹងប្រៃដឹងឆ្ងាញ់ដឹងមិនឆ្ងាញ់គ្រាន់តែរឿងឆ្ងាញ់មិនឆ្ងាញ់កាយបាត់ទុនរឹងក្តៅតិចគ្រាន់តែជាទុនរឹងក្តៅតិចមិនមែនជាសត្វមិនមែនជាបុគ្គលមិនមែនជាតួមិនមែនជាខ្លួនពិចារណាឲ្យលះបង់នៅអត្តាហ្នឹងចប់ហើយសុខស្ងប់ដែលយើងមិនទាន់បានសម្រេចពធចរខ្ពស់ប៉ុន្តែបច្ចុប្បន្ននេះយើងសុខមួយខណៈដែលយើងបានហាត់ពុតលុតដំអប់រំចិត្តបានហ្នឹងអញ្ចឹងខំប្រឹងបដិបត្តិសន្សំគុណដល់តម្លៃនៃសេចក្តីល្អដឹងណាដឹងតែរីកចម្រើនសម្រានត្រូវចម្រើនធម៌អីដឹងណាណាដឹងណាចម្រើនផ្សាយមេត្តាចិត្តណាចម្រើនមេត្តាភាវនាហើយភាវនាហ្នឹងមិនមែនតែយើងអង្គុយចម្រើនសមថវិបស្សនាប៉ុនត្រូវទេណាថ្វាយអង្គមព្រះ3ចប់នឹងហើយភាវនារលឹកពុទ្ធរលឹកពធរលឹកប្រសងហ្នឹងហើយចម្រើនមេត្តាភាវនាចម្រើនមេត្តាភាវនានេះណាធ្វើសមថវិបស្សនានេះលោកឲ្យធ្វើក្នុងរុក្ខមូលនឹងវាប្រពៃហើយទីស្មោះសានស្ងប់ស្ងាត់ក៏ប៉ុន្តែបើសិនជាយើងនៅផ្ទះមានប្តីមានប្រពន្ធអញ្ចឹងចម្រើនបានទេថាចម្រើនបានមិនតខុសអីទេណាដូចអាត្មានិយាយមិញអញ្ចឹងសតិយើងនឹងរលឹកគ្រប់ខណៈចិត្តទៅណារលឹកពុទ្ធពធប្រសងគ្រប់ខណៈចិត្តទៅណានឹងហើយចម្រើនណាការចម្រើនហើយយើងត្រូវចម្រើនសេចក្តីល្អរឿយក្នុងខណ្ឌសន្តានរបស់យើងសេចក្តីល្អនឹងត្រូវចម្រើនជានិច្ចគ្រប់ខណៈចិត្តហេតុអីបានជាត្រូវចម្រើនសេចក្តីល្អឲ្យបានជានិច្ចគ្រប់ខណៈចិត្តដោយសារតែអសាសៈបសាសៈរបស់យើងនេះវាអាចរលត់គ្រប់ខណៈដែរមែនទេខ្យល់ដកដង្ហើមចេញចូលរបស់យើងនេះវាអាចផុតរលត់ទៅគ្រប់ខណៈដូចគ្នាអញ្ចឹងបានជាយើងត្រូវចម្រើនសេចក្តីល្អផ្លូវចិត្តនឹងគ្រប់ខណៈចិត្តដូចគ្នាអញ្ចឹងដែរចម្រើនសេចក្តីល្អគ្រប់ខណៈចិត្តដូចគ្នាអញ្ចឹងដែរណាបើសិនជាយើងផ្លាត់រលឹករឿងអាក្រក់តែបន្តិចចុះបើយើងដាច់ខ្យល់ក្នុងពេលដែលយើងរលឹករឿងអាក្រក់ហ្នឹងចុតតិចបដិសន្ធិធ្លាក់ក្នុងអបាយហើយអត់បានកំណើតល្អទេអត់បានកំណើតល្អទេណាអញ្ចឹងហើយបានជាព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់ប្រកាសសម្ដែងថាឲ្យយើងចម្រើនសេចក្តីល្អរឿយៗក្នុងខណ្ឌសន្តានផ្សាយមេត្តាចិត្តចម្រើនសេចក្តីល្អគ្រប់ខណៈចិត្តក្នុងខណ្ឌសន្តានណានឹកតែរឿងល្អគិតតែរឿងល្អស្រឡាញ់តែរឿងល្អត្រូវការតែរឿងល្អពង្រឹងសេចក្តីល្អឲ្យបានរឹងមាំណាគ្រប់ពេលគ្រប់វេលាចម្រើនសេចក្តីល្អឲ្យបានច្រើនណាចម្រើនសេចក្តីល្អឲ្យបានច្រើនណាកាលណាយើងផ្លាត់នឹករឿងអាក្រក់តែបន្តិចបើយើងចត់តិចភ្លាមហ្នឹងដាច់ខ្យល់ភ្លាមហ្នឹងទៅកន្លែងអាក្រក់ទីកាលណាលោភៈចូលលោភៈហ្នឹងហើយជាតួអកុសលណាជាតួអកុសលហ្នឹងហើយជាហេតុរុញច្រានយើងគ្រប់គ្នាឲ្យធ្លាក់ចុះក្នុងអបាយណាឲ្យធ្លាក់ចុះក្នុងអបាយហើយមនុស្សយើងកាលណាលោភៈចូលមោហៈអវិជ្ជាចូលណាមិនតាន់មានលោភៈមោហៈអវិជ្ជានៅទេមិនតាន់ចូលមែនតើនៅមានសតិពិចារណាដឹងហេតុដែលគួរហេតុដែលមិនគួរហេតុនាំខ្លួនទៅចម្រើនហេតុនាំខ្លួនទៅវិនិច្ឆ័យស្គាល់បុណ្យស្គាល់បាបស្គាល់ម៉ែស្គាល់ឪឧទាហរណ៍យាយណាដែលទៅស្រាប់ធម៌បាត់ទៅស្បែកជើងអាហ្នឹងវាមានហេតុពីដើមមកដែរឲ្យទៅបាត់ទៅស្បែកជើងនៃគុណដាក់ក្រោមគូទៅនៅឆ្លៀតហៅគូមួយផ្លែវាយកបាត់ទៀតទំនាយមិនទំនាយទេអតីតកម្មឲ្យបច្ចុប្បន្នកម្មបច្ចុប្បន្នយើងប្រព្រឹត្តទៅអនាគតឲ្យទៀតណាពុទ្ធសាសនាអតីតកម្មឲ្យបច្ចុប្បន្នកម្មបច្ចុប្បន្នកម្មឲ្យទៅអនាគតកម្មអតីតកម្មឲ្យបច្ចុប្បន្នកម្មបច្ចុប្បន្នកម្មឲ្យបច្ចុប្បន្នកម្មឬបច្ចុប្បន្នកម្មឲ្យទៅអនាគតកម្មជួនកាលបច្ចុប្បន្នឲ្យបច្ចុប្បន្នតថៈឲ្យតថៈអត់ចាំសម្បាយកថាទេណាបច្ចុប្បន្នឲ្យបច្ចុប្បន្នតនភ្នែកក៏មានណាហើយបើបច្ចុប្បន្នវាមិនតន់ឲ្យសម្បាយកថាពេលខាងមុខនឹងឲ្យផលគ្រាន់តែយូរនឹងឆាប់វែងនឹងខ្លីមុននឹងក្រោយណាទៅតាមកម្លាំងកម្មដែលវាហុចឲ្យប៉ុន្តែអត់បាត់ទេអញ្ចឹងបានអាត្មាបញ្ជាក់ព្រឹកមិញសម្ដែងនៅសំរោងយ៉ងអាត្មាថាកុំគិតទៅធ្វើបុណ្យខ្លាចច្រើនណាសន្សំសេចក្តីល្អខ្លាចច្រើនហើយធ្វើអំពើបាបកុំគិតថាបាបមានប្រមាណតិចបាបអត់ឲ្យផលណាបាបនៅដោយបាបបុណ្យនៅដោយបុណ្យប្រៀបហាក់បីដូចជាទឹកនិងប្រេងចែកដាច់ពីគ្នាញាតិញោមទោះបីជាប្រព្រឹត្តក្នុងគណៈចិត្តតែមួយក៏បុណ្យបាបនោះវាចែកដាច់ពីគ្នាដែរនេះដល់ប៉ុណ្ណឹងទៀតប្រព្រឹត្តបាបនិងបុណ្យក្នុងគណៈចិត្តមុនក្រោយគ្នាបន្តិចណាក្នុងពេលតែមួយក៏វាចែកដាច់ពីគ្នាអត់ឲ្យផលដូចគ្នាទេឲ្យផលខុសគ្នាចែកដាច់ពីគ្នាណាប្រឹងសន្សំសេចក្តីល្អធ្វើសេចក្តីល្អអាត្មាឃើញញាតិញោមរាល់ថ្ងៃណា
អ្នកធ្វើបន់សន្សំកុសលនេះប្រៀបហាក់បីដូចជាទឹកសមុទ្រមិនឆ្អែតទៅដោយសទ្ធាមិនឆ្អែតទៅដោយសេចក្តីល្អរីឯបុគ្គលអាក្រក់ក៏ដូចគ្នាណាមិនឆ្អែតនឹងទង្វើអាក្រក់ញាតិញោមមិនឆ្អែតនឹងសេចក្តីល្អអត់ឆ្អែតមែនកូនគេឲ្យ 5000 មកតបន់អស់ហលីស្រាប់លោកទេ 5000 ចូលបន់គេ 5000 អស់បាត់ 10000 មករោងស្អែកឡើងមានបន់ទៀតលុកស្រូវមកបាវទៀតបាន 20000 បានបន់ 2 រោងអស់ទៀតណាខាន់ស្អែកឡើងលុកដូងមកធ្លាយទៀតបាន 5000 ទៀតចូលបន់អស់ទៀតមិនឆ្អែតនឹងបន់មែនទេយាយអត់ឆ្អែតនឹងបន់ប៉ិនបើអត់ឆ្អែតរបៀបហ្នឹងធ្វើផ្ទះថ្មនៅខ្ទមមកតើនេះយាយណាមិនមែនបាន 10000 ចូល 10000 ទេអាហ្នឹងនៅខ្ទមព្រះលោកសំដែងសទ្ធាប្រកបព្រមដោយអីណាបញ្ញាណាបើមានតែសទ្ធាហើយអត់បញ្ញាអត់សុខទេណាហើយកុំតែបន្ទោសបន់ណាអត់ឲ្យបន្ទោសបន់ទេណាថាមកពីធ្វើបន់បានយើងវាក្រក្មេងតែនិយាយណាបើអ្នកដែលធ្វើបន់មានបញ្ញាអត់ក្រទេញោមអត់ក្រទេមកពីយើងវាអត់បញ្ញាណាអត់បញ្ញាហើយស្អីមកបន្ទោសតែបន់ក្មេងកូនយើងឥឡូវហ្នឹងគ្នាវាមិនយល់ណាលោកយាយខ្លះវាមិនយល់ដែរធ្វើបន់ដាក់ធំបាសវារំទៅវាយគ្នាបែកក្បាលមកបន្ទោសរឿងបន់នេះអញបើកុំមកធ្វើបន់កាត់តញូហ្នឹងកុំធ្វើបន់បច្ច័យ4កុំអីក៏កូនអញបែកក្បាលនេះបន្ទោសបន់វិញមិនបន្ទោសកូនយើងហ្នឹងទៅបន្ទោសបន់កុំមកធ្វើបន់ក៏កូនយើងបែកក្បាលស្អីមកបន្ទោសតែបន់ណែណាឲ្យຕົកយើងបន់វាឲ្យសុខណាឲ្យសុខណាវាសំខាន់មនុស្សនេះទេអ្នកប្រព្រឹត្តអ្នកប្រព្រឹត្តអញ្ចឹងសុខទុក្ខចម្រើនវិនិច្ឆ័យនៅនឹងខ្លួនយើងណាអញ្ចឹងបុគ្គលល្អមិនឆ្អែតទៅដោយសេចក្តីល្អប្រៀបហាក់បីដូចជាទឹកសមុទ្រទទួលទឹកគ្រប់ទិសទាំងអស់ណាបើទឹកតាពាំងទឹកឡូណាវាអាចពេញមែនទេកាលណាពេញទៅដាក់លែងកើតហើយវាហូរចេញមកវិញមែនទេណាទឹកពាងក៏ដោយកាលណាពេញហើយដាក់លែងកើតត្រូវតែហូរច្រាលចេញមកវិញប៉ុន្តែទឹកសមុទ្រមិនដែលច្រាលចេញវិញទេហូរមកចាក់គ្រប់ទិសពីណាក៏ដោយហូរពីភ្នំខ្លះណាពីជ្រោះខ្លះណាពីភ្លៀងខ្លះអីខ្លះហូរទទួលបានទាំងអស់មិនដែលចេះពេញសោះណាប្រៀបដូចជាសទ្ធាញាតិញោមអ្នកមានសទ្ធាមិនចេះពេញទៅដោយសេចក្តីល្អបុគ្គលអាក្រក់ក៏មិនពេញដោយទង្វើអាក្រក់ដូចគ្នាសូមអនុមោទនាខ្ញុំលឿនចា៎បងអញ្ចឹងបើយើងគិតទៅសុខទុក្ខទុក្ខសុខសុខទុក្ខទុក្ខសុខជួបប្រសពរឿងនាំឲ្យចិត្តនឹងកើតសុខសុខជួបប្រសពជាមួយរឿងមិននាំឲ្យសុខទុក្ខណាព្រោះចិត្តពុទ្ធជនយើងនេះប្រៀបហាក់បីដូចជាទឹកនៅលើស្លឹកឈូកធ្លាប់ឃើញទឹកលើស្លឹកឈូកទេណាធម្មតាសញ្ជាតិជាឈូកណាវាដោះចេញពីផុកដោះចេញពីទឹកក្រោមទឹកតែដល់ពេលដែលឡើងផុតពីទឹកវាអត់ត្រូវការទឹកនឹងទៀតទេមែនទេអត់ជាប់ជាមួយនឹងទឹកទេយ៉ាងណាលោកពន្យល់ប្រៀបធៀបថាបុគ្គលខ្លះដែលបានកើតកំណើតជាមនុស្សព្រោះអាស្រ័យបុណ្យដល់បានកំណើតមកជាមនុស្សហើយមិនតោងយកបុណ្យយ៉ាងណាមិញដូចជាទឹកដែលដូចជាឈូកដែលដុះចេញពីទឹកក្រោមទឹកដល់ពេលរួចផុតមកហើយមិនត្រូវការទឹកយ៉ាងនោះដែរអញ្ចឹងយើងខំប្រឹងតោងណាតោងសេចក្តីល្អស្ដាយកំណើតជាមនុស្សនេះបើយើងមិនតាន់ដល់អេកន្តៈរក្សាពូជមនុស្សនេះឲ្យបានអាត្មាផ្ដាំញឹកញយរឿយជានិច្ចជាកាលបើយើងមិនតាន់បានសម្បត្តិពធចរខ្ពស់សម្រេចពធចរខ្ពស់យើងរក្សាពូជមនុស្សនេះឲ្យបានហើយថាអញ្ចឹងទៅមានអ្នកខ្លះគេរិះគន់ទេទេសនាពយល់ឲ្យគេជាប់ជាពាក់ក្នុងតែរូបនេះជាប់ជាពាក់តែក្នុងសម្បត្តិមនុស្សហ្នឹងឲ្យរក្សាសម្បត្តិមនុស្សចង់ឲ្យមកកើតទៀតកើតឲ្យវានាំឲ្យឈឺឲ្យចាស់ឲ្យស្លាប់ចុះយើងវាមិនទាន់ដល់អានោះវាមានងាយអីនឹងដល់មិនមែនចេះតែប្រាថ្នាតែឲ្យដល់បានទេណាព្រះសម្មាសម្ពុទ្ធព្រះអង្គតម្រង់តែត្រាស់ដឹងបំពេញបារមីរាប់ម៉ឺនអសង្ខ័យកម្រៃរាប់សែនកាប់មិនមែនប្រាថ្នាតែចង់ដល់និព្វានហើយវាដល់បានទេណាអត់ទេណាបើយើងវាមិនទាន់បានដល់ហ្នឹងយើងរក្សាពូជមនុស្សនេះឲ្យបានពីព្រោះគ្មានអ្វីដែលវិសេសជាងសម្បត្តិមនុស្សនេះទៀតទេអាត្មាបញ្ជាក់ថាអញ្ចឹងទេវៈស័កសម្បត្តិតឹងចាក់មិនទៅពីមនុស្សមែនទេណានិព្វាននឹងស័កសម្បត្តិតឹងចាក់សម្បត្តិពលcủaព្រះនិព្វានណាក៏ទៅពីមនុស្សស័កសម្បត្តិតឹងចាក់ក៏មកពីមនុស្សទៅមនុស្សនឹងវិញណាទេវលោកក៏ទៅពីមនុស្សនិព្វានក៏ទៅពីមនុស្សបានមកមនុស្សក៏មនុស្សអាស្អីចាក់ក៏ទៅពីមុខពីក្រោយនោះក៏ទៅពីមនុស្សមែនទេចឹងអ្វីចេញពីមនុស្សទៅទាំងអស់បើយើងអត់បានភាពជាមនុស្សរក្សាពូជមនុស្សនេះមិនបានទេហើយយើងចង់សន្សំសេចក្តីល្អឲ្យដល់និព្វានមិនបានណាបើមិនបានមកមនុស្សទៀតវាទៅកើតស្អីក្រៅពីមនុស្សណាតិរិឆាននរកប្រែតអសុរកាយយើងអត់អាចសន្សំសេចក្តីល្អកើតទេ
ពីព្រោះអ្នកទាំងនោះមិនមានធម្មសញ្ញាសម្រាប់សម្គាល់ទេដោយតិរិឆានអញ្ចឹងមិនមានសតិរលឹកដឹងក្នុងការបំពេញសេចក្តីល្អកើតទេអញ្ចឹងយើងបានភាពជាមនុស្សមកហើយខំប្រឹងសន្សំគុណតម្លៃនៃសេចក្តីល្អហ្នឹងឲ្យបានច្រើនណាសន្សំគុណតម្លៃនៃសេចក្តីល្អហ្នឹងឲ្យបានច្រើនហើយបើចង់បានសេចក្តីសុខផ្លូវចិត្តបច្ចុប្បន្ននេះដូចថ្ងៃនេះអញ្ចឹងដែលអាត្មាបញ្ជាក់ថាណាសម្រាប់បុថុជនយើងមិនថាកុហកមិនថាបព្វជិតពេលដែលជួបរឿងអញ្ចឹងត្រូវតែកើតទុក្ខដូចគ្នាទាំងអស់ណាគ្រាន់តែទុក្ខតូចទុក្ខធំទៅតាមការហាត់ពុតលត់ដំអប់រំចិត្តបានដោយព្រះគុណចាស់ព្រះអង្គរតនគោសកោអីអញ្ចឹងជាដើមណាថ្ងៃនេះលោកមានទុក្ខធំណាប៉ុន្តែលោកចេះហាត់ពុតលត់ដំអប់រំចិត្តបានចូលសាងភ្នំបុស្សជាបព្វជិតទៅសិក្សាធម៌អាសិកាវិន័យរបស់ព្រះរាមាភិយល់ជ្រាបច្បាស់ទៅណាលោកអត់សង្កត់បានណាមិនយំមិនស្រែកណាដូចយើងជាគរាវាសធម្មតាដែលមិនមានធម៌អប់រំចិត្តទេខុសគ្នាណាឃើញទេអញ្ចឹងឧត្តមភេទទោះបីជាជួបរឿងអីក៏ដោយណាតែចិត្តហ្នឹងវាមិនជ្រុលច្បល់ខ្លាំងទេមិនបដិខៈមិនទទួលដឹងសោយតាមអារម្មណ៍ដែលជួបប្រសពនឹងខ្លាំងទេប៉ុន្តែបើសម្រាប់ញាតិញោមពុទ្ធបរិស័ទដែលជាគរាវាសណាមិនសូវសុខទេណាពួកយើងអត់មានធម៌អប់រំចិត្តណាដល់អញ្ចឹងជួបរឿងអីមួយបដិខៈភ្លាមសោកម្នោះទុំម្នោះកលាច់ទៅកលាច់មកភ្លាមហើយមាត់ប្រាថ្នាណាស់ចង់បានសុខដូចគុណអើយកាលណាចង់សុខធ្វើអ្វីសុំតែសេចក្តីសុខកុំឲ្យជួបទុក្ខប៉ុន្តែយើងអត់បានហាត់ពុតលត់ដំអប់រំកាយវាចាចិត្តមិនបានប្រព្រឹត្តទៅឲ្យកាយទៅជាកាយវិវេកចិត្តទៅវិវេកឧបតិវិវេកយើងមិនបានហាត់ពុតលត់ដំហើយយើងប្រាថ្នាសុខតែមាត់ហ្នឹងអត់បានទេនិយាយមួយម៉ាត់ដូចខ្លីបើចង់ប្រាថ្នាសេចក្តីសុខចង់បានសេចក្តីសុខកុំអាសាបដិខៈថ្នាក់ជាមួយនឹងគេច្រើនពេកប៉ុន្តែរាល់ថ្ងៃភាកច្រើនអញ្ចឹងកាលណាដាក់ដល់ទីឋានបរមសុខសុខពូលគឺព្រះនិព្វានហើយអជាតិតੰអចរាំងអព្យាថੰអមរណੰលែងមានណាសុខអេកន្តៈបរមសុខអេកៈហ្នឹងតែមួយសុខអត់មានអីលាយឡំប៉ុន្តែបើសុខយើងរាល់ថ្ងៃនេះលាយឡំច្រើនណាស់ណាមិនមែនអេកន្តៈទេគឺពហុសុខយើងរាល់ថ្ងៃនេះសុខរឿងនេះខ្លះរឿងនោះខ្លះណាអាយតនៈខាងក្នុងខាងក្រៅនាំមកចាក់ខុឃើញរូបល្អក៏សោមនស្សជាមួយនឹងរូបជួបរឿងល្អក៏សោមនស្សជាមួយនឹងរឿងល្អឃើញរូបអាក្រក់ក៏ទោមនស្សជាមួយនឹងរូបអាក្រក់ណាឃើញរឿងល្អក៏ទោមឃើញរឿងអាក្រក់ក៏ទោមនស្សជាមួយនឹងរឿងអាក្រក់សោតទ្វាសំឡេងនេះស្ដាប់មកឮពីរោះក៏សោមនស្សមិនពីរោះក៏ទោមនស្សថ្នាក់បដិខៈជាមួយនឹងណារឿងល្អរឿងមិនល្អលាយឡំគ្នាច្បោកច្បល់គ្នាណាចុះឡើងសុកតុកហ្នឹងគឺលាយឡំគ្នាចុះឡើងគ្រប់ខណៈចិត្តដែលជួបប្រសពមែនទេណាសុកតុកលាយឡំគ្នាចំណែនប្រច័នឈ្នាននេះបដិខៈថ្នាក់អន់សពុនចិត្តរឿងនេះរឿងនោះមិនចេះចប់ណាពេញមួយជីវិតគ្រាន់តែសុកហើយតុកហើយសុកសើចហើយយំហើយសើចនឹងមិនដឹងប្រមាណ100សារទេម្នាក់ណាហើយចង់អាយំសើចនឹងប្រមាណដងទៀតញោមអត់ចង់នេះណាព្រោះអត់ចង់វាតើអស់សេចក្តីប្រាថ្នាប៉ុន្តែរាល់ថ្ងៃមិនទេបងតែដុតធូបចាប់ដើមលើកដៃផុតថ្ងៃហើយព្រះអង្គអើយបងសូមកើតជាតិណាសូមបានរូបល្អបានប្តីល្អបានកូនល្អបានផ្ទះធំតំណងខ្ពស់ចង់បានតែល្អប៉ុន្តែចង់បានអាល្អទាំងអស់ហ្នឹងបានរូបល្អមកវាអបសិទ្ធជាមួយអីវិញណាវាផ្ទុយជាមួយអីវិញណាអាក្រក់ទៅវិញមិនប្របានទេញាតិញោមមើលយាយនៅមុខអាត្មាមិនប្របានដូចមកប្រព្រឹត្តភ្នែកមែនទេញោមកាលពី50ឆ្នាំមុនមកឥឡូវដូចលឿនណាស់ដៃគុណកណាកាលពីមុនបវរកញ្ញាសុំចាញ់ឥឡូវនេះខ្ញុំកណាចាញ់បវរកញ្ញាហើយបងហ្នឹងហើយលែងបវរកញ្ញាអីកើតទៀតហើយសើចស្ញែងចៅស្រែកពេញតែផ្ទះហើយនេះណាលើរៀបនឹងសម្រាមយើងត្រូវផ្សាយមេត្តាចិត្តណាចឹងហើយបានព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងថាទានសិលភាវនាជាបដិបត្តិជាគូនឹងគ្នា3នេះវិសេសណាស់សម្រាប់កុហកណាមុននឹងសម្រាមចម្រើនមេត្តាភាវនាផ្សាយមេត្តាចិត្តដល់មនុស្សសត្វទូទៅកុំឲ្យមានពីរវេរានឹងគ្នាណាកុំឲ្យសត្វមានពីរហើយអាយើងនេះកុំឲ្យមានពីរជាមួយគេទៀតតើណាកុំតូមបំណោះខឹងថ្នាំងអន់សពុនចិត្តជាមួយអ្នកណាសំបីតែគិតក៏កុំឲ្យមានការគិតណាកុំថាឡើយដល់តែមានការចងសេចក្តីក្រោធដោយអាត្មាបញ្ជាក់ខាងដើមមិញនោះណាកុំគិតថាអញទ្រាំឲ្យទៅដល់ព្រឹកទេទ្រាំឲ្យទៅដល់ព្រឹកអត់អញ្ចឹងទេចម្រើនមេត្តាភាវនាសុខណា
ផ្សាយមេត្តាចិត្តដល់មនុស្សសត្វទូទៅប៉ុណ្ណឹងចុះណាចាំជួបគ្នាថ្ងៃក្រោយទៀតចុះហ្នឹងហើយបុណ្យកុសលដែលកើតពីធម្មទាននេះនាវេលាកាសព្រឹកនេះសូមបានបុណ្យបានកុសលណាជាពិសេសធម្មទាននេះដល់ញោមស្រីរបស់អាត្មាភាពដែរញាតិកាទាំង7សន្តានហើយនៅញាតិមិត្តរបស់ញាតិញោមពុទ្ធបរិស័ទប្រុសស្រីទាំងអស់សូមរួចផុតចាកទុកគ្រប់គ្នាញាតិញោមសូមអនុមោទនាបបិទ្ធព្រះករុណាសូមមេត្តាប្រងប្រទានទាំងស្នាធម៌ទូមានដល់យើងខ្ញុំទាំងប្រងស្រីឲ្យបានជាពូជបុណ្យនឹងជាគុណព្រោះបានស្ដាំទេសនាព្រះករុណានិមឯងហោសូមអនុមោទនាអនុមោទនាស្ដាប់នៅព្រះធម៌សូមអនុមោទនាបុណ្យនមោតស្សៈយើងចង់ជួយសង្គមត្រឹមតែអប់រំខ្លួនយើងកុំប្រព្រឹត្តបទល្មើសឲ្យតែថ្នាក់ដឹកនាំឲ្យតែមន្ត្រីឈឺក្បាលដោយសារយើងអាហ្នឹងជាការអភិវឌ្ឍសង្គមរបស់យើងហើយត្រឹមតែយើងអភិវឌ្ឍខ្លួនយើងឲ្យតែល្អកុំប្រព្រឹត្តបទល្មើសលួចឆក់ប្លន់កាប់កេងប្រវាញ់វេដំតបធាក់កាប់ចាក់ចោរកម្មក្នុងស្រុកក្នុងភូមិផ្ដាល់សេចក្តីណែអសន្នដោយសក់ឲ្យមនុស្សជុំវិញខ្លួនឲ្យអ្នកស្រុកអ្នកភូមិឲ្យសមត្ថកិច្ចឈឺក្បាលឲ្យរដ្ឋប្របាកដោយសារយើងតនេអត់ការងារធ្វើអាក្មេងខ្លះវាទៅដើរបាញ់អំពូលតាមផ្លូវអាចទៅព្រាមកៅស៊ូក្របឃ្លីយើងវាដើរបាញ់ចោលអញ្ចឹងទៅហើយអាហ្នឹងយើងទៅចង់ជួយសង្គមហ្នឹងអាហ្នឹងគេហៅបំផ្លាញសង្គមបាទយើងមិនបាច់ទៅចាំបាច់ដល់ឲ្យធ្វើផ្លូវធ្វើថ្នល់ធ្វើស្ពានទេត្រឹមតែនាំគ្នាហ្នឹងហាត់ពុតលត់ដំអប់រំខ្លួនយើងឲ្យល្អតែប៉ុណ្្នឹងឈ្មោះតែយើងអភិវឌ្ឍសង្គមខ្លះកើតមករៀនមកជាតិគេរៀនមិនចេះពូជអត់ពូជពីមុនមកដល់ពូជជាតិហ្នឹងពូជពីមុនវាអត់សន្សំមកអាជាតិហ្នឹងបើថាអ្នកខ្លះអត់សន្សំអាពូជបញ្ញាមកជាតិហ្នឹងល្ងងមកញោមមកឃើញច្រើនណាយាយខ្លះគេរៀនយ៉ាងកេញគេរៀនតែ3ថ្ងៃរៀនចប់បាត់ហើយដល់យាយហ្នឹងរៀនឡើង3ឆ្នាំហើយនៅកតាំងសូត្រម្នាក់ឯងរកចង្អេតឃើញនៅកតាំងនៅហ្នឹងតាមសួរមិនដឹងចាយ៉ាងកេញមានប៉ុន្មានកតាំងទេបើសូត្រម្នាក់ឯងសូត្រអត់ចប់ទេហើយអ្នកខ្លះគេរៀនតែ3ថ្ងៃគេចប់បាត់ហើយឯងរៀន3ឆ្នាំរៀនអត់ចប់ទៀតសូត្រម្នាក់ឯងដោយសារអីពូជវាខ្វះមកណាញោមវាខ្វះអាពូជបញ្ញាមកណាដោយលោកអ្នកបួសជំនាន់ម៉ាណាឆ្នាំ9ជាង96បួស40អង្គជំនាន់ម៉ាហ្នឹង40អង្គហ្នឹងមានតែ7 8អង្គទេដែលរៀនធម៌បកែហើយប៉ណ្ណាំងគ្នាដេញគ្នាប៉ុន្តែជាង30អង្គទៀតនោះនៅអជ្ជមយាក្បែរពហិហ្នឹងឯងចង់កន្លះឆ្នាំហើយអាធរដោបាយយើងអត់តន់ចេះអាម៉េចបើវារៀនក្រចេះម៉េះថាពូជឯងពូជពីមុនមកឯងសំអាពូជល្ងងមកណាញោមអាគេគ្រប់គ្នាគេដាក់ចេះឲ្យឯងមិនក៏វេទនាម្លេះអានឹងពូជឧបមាដូចយើងឥឡូវហ្នឹងចឹងណាយើងមើលតែរូបក៏បានដែរក៏មើលដល់បញ្ញាផ្សេងគ្នាមើលរូបឥឡូវមករោងហ្នឹងមុខដូចគ្នាទេញោមមករោងហ្នឹងមុខដូចគ្នាទេនិយាយច្រេះដូចយើងហ៎និយាយច្រេះដូចយើងហ៎ហើយយើងដូចនិយាយច្រេះហ៎អត់ទេអាពណ៌សបោក៏អត់ដូចគ្នាដែរមិនមែនតែមុខអត់ដូចគ្នាទេពណ៌សបោអ្នកខ្លះមកសភ្លឹងអ្នកខ្លះខ្មៅញ៉េះហ្នឹងអ្នកខ្លះមុខអញញឹមមកសមអ្នកខ្លះអញញឹមមកដូចអូនម៉ូនហ្នឹងអាពូជយើងមិនសមផ្សេងគ្នាទាំងអស់អាខ្លះជើងគេដើរស្មើអាខ្លះជើងឯងដើរអាលាក់មកហ្នឹងពូជឧបនិស្ស័យផ្សេងពីគ្នាអញ្ចឹងយើងត្រូវដឹងថាកុសលអកុសលវាចែកដាច់ពីគ្នាអញ្ចឹងណាអញ្ចឹងយើងកុំឲ្យមកល្ងិតហើយទៅវិញល្ងិតទៀតឥឡូវយើងដឹងតែយើងមកល្ងិតហើយត្រូវចង់ទៅវិញភ្លឺត្រូវធ្វើអីញោមត្រូវធ្វើអីត្រូវធ្វើបុណ្យមិនអញ្ចឹងណាត្រូវសន្សំបុណ្យត្រូវនាំគ្នាស្រឡាញ់បុណ្យកុសល
ឲ្យបានច្រើនត្រូវធ្វើទានរក្សាសិលចម្រើនមេត្តាភាវនាព្រោះសិលជាលំអបត់ដើមភាវនាជាលំអបត់កណ្ដាលសមាធិបញ្ញាជាលំអបត់ខាងចុងចឹងមានន័យថាយើងទាំងអស់គ្នាត្រូវចម្រើនដោយទានដោយសិលភាវនាសិលសមាធិបញ្ញាទាំងអស់គ្នាណាញោមសូមអនុមោទនាកាលណាយើងមានទានមានសិលមានភាវនាឈ្មោះតែយើងមកល្ងិតទៅវិញភ្លឺទាំងអស់គ្នាហើយតើកាលណាយើងមកល្ងិតហើយយើងខ្វះទានខ្វះសិលខ្វះភាវនាអាហ្នឹងទៅវិញល្ងិតជាងជាតិហ្នឹងទៀតឧទាហរណ៍តែជាតិហ្នឹងកើតមកមានម្ដាយមានឪពុកនៅស្អាងនៅណែភូមិខ្សែវយើងនេះមានម្ដាយមានឪពុកមានបងមានប្អូនរស់នៅល្មមជីវភាពមធ្យមនឹងគេដល់ពេលមកអត់ចេះធ្វើបន់ឲ្យទៀតកើតជាតិក្រោយអ្នកសុំទានមកហ្នឹងហើយវាកាន់តែល្ងិតជាងអាជាតិហ្នឹងទៀតណាយាយហើយដល់កើតជាអ្នកសុំទានហើយអត់បានធ្វើបន់ឲ្យទានដើរទៅលួចឆក់ប្លន់កាត់កេងប្រវាញ់គេទៀតអាជាតិក្រោយអត់បានអាអ្នកសុំទានហ្នឹងទៀតវាទៅជាអាកតុយវិមុខពីក្រោយរត់ក្បែរយើងទៅទៀតហើយដល់ពេលទៅអាកតុយវិមុខពីក្រោយហ្នឹងហើយនៅតែមានសេចក្តីប្រមាទទៀតអាជាតិក្រោយមួយទៀតអត់បានអាកតុយហ្នឹងទៀតនឹងវាទៅផ្ទះដែកនោះព្រះអង្គសម្ដែងតែអញ្ចឹងណាវាកាន់តែទៀបទៅអញ្ចឹងយើងកាត់ចាត់ទុកតែខ្ពស់ហើយឥឡូវយើងបានពូជមនុស្សហ្នឹងទោះបីយើងកើតក្នុងតកូលក្រីក្រតាំងញោមតាំងអាត្មាទាំងអស់គ្នាហ្នឹងអ្នកខ្លះកើតមកមានម្ដាយអ្នកខ្លះកើតមកអត់ម្ដាយអ្នកខ្លះកើតមកមានឪពុកអ្នកខ្លះកើតមកអត់ឪពុកអ្នកខ្លះកើតមកអត់តាំងម្ដាយអត់តាំងឪពុកក៏ដោយក៏ប៉ុន្តែចាត់ទុកតែយើងមកគួរសមហើយឥឡូវយើងខំប្រឹងសន្សំសេចក្តីល្អគឺពូជបុណ្យកុសលហ្នឹងឲ្យបានច្រើនទៅឲ្យទៅជាតិមុខទៀតឲ្យយើងកាន់តែប្រសើរជាងជាតិហ្នឹងឲ្យទៅវិញភ្លឺទាំងអស់គ្នាណាញោមសូមអនុមោទនាហើយចុះអាអ្នកមកភ្លឺឲ្យទៅវិញល្ងិតហ៎អ្នកណាខ្លះមកភ្លឺដូចអានិយាយមិញតកូលខត្តយៈតកូលស្ដាច់តកូលព្រាហ្មណៈតកូលបណ្ឌិតតកូលដុកទ័រតកូលអ្នកមានចំណេះចេះដឹងខ្ពង់ខ្ពស់អាហ្នឹងគេចាប់ថាមនុស្សហ្នឹងកើតមកភ្លឺអាកើតមកតកូលបណ្ឌិតតកូលដុកទ័រតកូលអុកញ៉ាតកូលឯកឧត្តមតកូលស្ដេចផែនដីតកូលនាយករដ្ឋមន្ត្រីតកូលឧបនាយករដ្ឋមន្ត្រីតកូលអុកញ៉ាតកូលឯកឧត្តមណាហ្នឹងគេចាប់ថាអ្នកទាំងអស់ហ្នឹងកើតមកភ្លឺហើយប៉ុន្តែអត់ដែលធ្វើបុណ្យឲ្យទានហ្នឹងមិនដែលគោរពបម្រើម្ដាយឪពុកដោយកូនយាយច្រេះថ្ងៃនេះគេចេះប្រតិបត្តិម៉ែអូគេចឹងជាតិក្រោយគេអត់ល្ងិតទេគេមកវិញភ្លឺទាំងអស់ហ្នឹងហើយស្បែកសភ្លឹងបើជាតិហ្នឹងចង់សក៏អត់កើតដែរបើខ្ញុំច្រេះខ្មៅហើយសមិនកើតហ្នឹងហើយប៉ុន្តែសម័យនេះអត់បានទេញោមហ្នឹងហើយដូចសម័យព្រះបើថាខ្មៅហើយសម័យព្រះបើថាថ្មិញអស់ហើយសក់បើថាសបើឥឡូវនេះមើលអត់ដឹងចាស់ទេញោមខ្លះអាយុ80ហើយសក់នៅខ្មៅក្រឹមហើយសួរមិនខ្មៅល្អមិនញោមថាធម្មជាតិភូតទាំងលោកទៀតនឹងមកទឹកលៀប3ដងកុហកលោកថាធម្មជាតិចឹងមានន័យថាពូជយើងសំមកអ្នកកើតមកភ្លឺហ្នឹងឧបមាដោយកូនអ្នកមានមុខមាត់យកសក្តនៈតួនាទីអាហ្នឹងព្រះថាអ្នកហ្នឹងមកភ្លឺហើយប៉ុន្តែមកទៅវាគិតតែសបាយរីករាយក្អាកក្អាយនឹងទ្របនឹងយសនឹងអ្វីដែលខ្លួនឯងមានប្រព្រឹត្តអសីលធម៌ក្នុងសង្គមលួចឲ្យគេដល់ទៅសេចក្តីទុក្ខក្តៅកាហាយវេទនាវេដំទាត់ធាក់ម៉ែឪឯងមិនមានសេចក្តីគោរពមើលងាយចាស់ព្រឹត្តទាចាមើលងាយលោកអ្នកត្រង់សិលអាហ្នឹងទៅវិញល្ងិតហើយទៅវិញភ្លឺញោមអាហ្នឹងហើយដែលគេហៅថាមកភ្លឺបើទៅវិញអត់បានភ្លឺទៀតទេនឹងដឹងអំពីកតញ្ញូគឺការដឹងទៅនៅគុណនៅតម្លៃនៃសេចក្តីល្អរបស់លោកអ្នកមានគុណទាំងទ្វេហ្នឹងថាលោកឪពុកនិងអ្នកម្ដាយនេះគាត់មានឧបការៈគឺការចិញ្ចឹមទំនុកម្រងបីបាច់ថែរក្សាយើងគ្រប់គ្នាជាកូនចៅប្រុសស្រីទាំង5នាក់ហ្នឹងដោយបច្ច័យទាំងឡាយ4ដូចគ្នាមានន័យថាមនុស្សយើងរស់នៅសុខស្រួលទៅបានគឺអាស្រ័យដោយសារបច្ច័យ4ហ្នឹងចឹងម្ដាយឪពុកចិញ្ចឹមបីបាច់ថែរក្សាថ្នាក់ថ្នមបំបីខំក្រងការពារយើងដោយបច្ច័យទាំងឡាយ4យើងក៏នាំគ្នាចិញ្ចឹមថែរក្សាទំនុកបំរុងគាត់ពេលដែលគាត់ចាស់ទៅដោយបច្ច័យទាំងឡាយ4ហើយធ្វើបុណ្យបច្ច័យ4ជូនគាត់ទៀតនាំមេដាបៃតាមិនត្រឹមតែចិញ្ចឹមទំនុកបំរុងលោកដោយបច្ច័យ4ទេនាំលោកធ្វើបុណ្យបច្ច័យ4នេះជាសម្ពាយជាពូជសម្រាប់យើងទាំងអស់គ្នាចតិបរិសន្ធិទៅមុខទៀតទៅកុំឲ្យវាខ្វះអា4ហ្នឹងពេលព្រោះយើងដឹងថាយើងរស់នៅសុខស្រួលទៅបានដោយសារ4ហ្នឹងអញ្ចឹងយើងខំប្រឹងសន្សំអាពូជ4ហ្នឹងឲ្យគ្រប់ជាឧបនិស្ស័យសម្រាប់ខ្លួនយើងទៅមុខទៀតកុំឲ្យវាខ្វះអា4ហ្នឹងអ្នកណាបានធ្វើបុណ្យបច្ច័យ4អ្នកហ្នឹងចតិបរិសន្ធិទៅអនាគតជាតិអត់ខ្វះអា4ហ្នឹងទេញោមទី1ចៃវរៈសម្ពុតស្លៀកអាវពាក់ហ្នឹងគឺអត់ខ្វះទេទៅអនាគតជាតិបណ្ឌបាតបាយទឹកនំចំណីត្រីសាច់ហ្នឹងក៏អត់ខ្វះដែរសេនាសនៈទីជ្រកកោនផ្ទះសំបែងសម្រាប់ស្នាក់អាស្រ័យហ្នឹងក៏មិនវេទនាដែរថ្នាំសង្កូវព្យាបាលរោគក៏រមែងបុគ្គលនោះកើតមកគឺមិនចាំបាច់ស្ពាយថ្នាំតាមដូចជាតិហ្នឹងទេ
chia bộc cô đây chầm ráo ta đói à rốt khẽ xăm bờ tê à rốt khẽ xăm bờ tê nó bên đây phần là na ban bờ kên nằng cái liên là phê sĩ chẹ vừa bon oi tiên là lâu nó tới à na cột thì chết ọt sâu miền rô nằng chia mình nước đây mình sâu miền rô chân dương ban vừa bon phải dài bồn nó bên đây thì dương đam pui chia sầm pi sầm rập luôn dương cho tệ và để son thích tới à na cột thì chết dương bo thì bo để chơi và rạ nằng bo thì bo đôi à ha bo thì bo để ti sầm nặng hai rồng mấy chiếc bột cô đây mình chầm ráo ta đòi rô nà rô bật thò đòn niêm mà thó nay để không chất tập ra mắt lúc trong phải chết nè na ao rô bật thò chỉ tiến cứ phò nó về ao ta tam rô bật thò nằng ôm má đôi dương ao chay và rạ chỉ tiến nằng tiền không có sốt nữa dương ao chay và rạ chỉ tiến mà này thành là nắng bàn đàm pui rô xa nằng chọt tệ và đệ son thị tàu na cô thì chết mình trăm tại bo để bo đói sầm pốt ao sliệp bẹ và nâng đây chia bọc cô để bo để rụp lò nè na ao chơi và đã nâng đó nè na đam pui bắn là ba nó mình trăm tay mình khoa đói à ha pui chôn thế chia bọc cô đá bo để bo đói cầm lăng nè na ao bắn là ba đó xì na sẵn nạ đấy nè na ao xì na mình trăm tại bo để tét sầm bay cho con lò và sao thế chia bọc cô để đòn prom nơi xì cái sọc mua thành nè đam puiในการจำราเต้นในสิ่งใดสกดอนเนี่ยนายโจจัดเอาเกลียนเพศจะไปใช้เนี่ยนั่งดำปุ้ยอัพเซาชื่อเจริญป่ะให้ต่างออกนี้จองกับเอาชื่อเจริญเนี่ยจองจังยังทั่วบอลไงนั่งเต้าอะไปใช้จองเต้าเก๋เกลียนเพศจะไปใช้ขนมสมบูรณ์ซาดอกยังนั่งเมียนนำสิ่งเกลเชียบาโรกเมียนเปรงกะลาเมียนปาราเมียนวิตามินซีดักขนมนั่งอะไอ้โลกยอตปลาเต้ยืงดำปุ้ยจดเตะประเดี๋ยวสอนที่เชียบบุกโกลเดี๋ยวอัพเซาเมียนโรไปได้เนี่ยดำปูดเหมือนเมียนโรคเจ้านั่งแมนเมาปีปกินนำโลกแต่ปันนังตีเปรี้ยโลกสำได้ทาขนมเจ็ดแต่ปรามัดโลกสำดาวต่อดอลเมตาเจ็ดน่ะคือสิ่งใดอันนัดสลายจำพวกมนุษย์สัตว์จงวันคลุนเยื้องประกอบพร้อมโดยซ้อนเตาสักคือสิ่งใดสันดอกโยมมนุษย์นาได้เมียนในสิ่งใดสลายดอลมนุษย์สัตว์จงวันคลุนเชียบอกก็ได้แล้วเต้าหน้าไปเชียปาแตะเหมือนจองกับนมกลมกวนเกยเจ้าให้เมียนสิ่งใดสันดอกเจ้าบกโกลนั่งเปรี้ยถัดดำปูจอดเสาเชื่อแต่บกโกลน่าได้ดำปูโดยการเชียบาโดยการเชียนนี่โดยการพูดตกบกเหมือนในมนุษย์สัตว์จงวันคลุนเลยก็ไปคลุนยืนนั้นเอาไอ้เกดดาวเต้าในสิ่งใดตกกับเวทเน่ตกเพลากายกับดาวตกเพลาจับกับดาวออกมายืนจำสัตว์โกกับใบดำไรแซมวันเตี้ยยืนไว้ดำเพื่อแต่รถนักกรรมมันเอาพักตักมันเอาซีสมาให้ใบยืนจิงจำมันนู่เนี่ยบำราขนมเตี้ยยืนไว้ดำตอดแพะจีไปเจ้าเดียวไม่เพื่อแต่รถนักกรรมกันเนี่ยอันนั้นสัตว์ปูชื่อเจ้าหนึ่งอ่ะตัวอนาคตติจิตสมุทรยืนดำปูชื่อเจ้าน่ะโยมเคยมันนึกยืนเนี่ยคลาเกิดเมาเกมาจีวัดซื้อแต่มันได้สกอร์สโรมมาเพลาไอ้เนี่ยคลานั่งอ่ะไอ้เนี่ยคลาเตี้ยยัยปีเป็ดไปจำมั้งป่ะจงไข่ดาวไข่นัดเป็ดตกเตี้ยต่ำสุดแผลเป็ดตกเตี้ยเมาจงไข่นั่งแผลตาดาวไข่ก่อยยังเมาเตี้ยเป็ดนะนั่งอ่ะได้ธนามนั่งโต๊ะดาวไข่ก่อยยังเมาเตี้ยลูกขู่เป็ดไงปันได้ไข่ปันได้คอมเพล็กอยู่แมนเป็ดนัดไอ้เนี่ยชื่อนัดเป็ดตกวิ่งยมโลสาวบ้านน่ะดาวไข่ก่อยนั่งอะไรมอดักปรำเพลามั้งผมเอาบ้านดักมาเพลาเตี้ยดอชื่อแมนเต้นะยมดอชื่อเป็ดโต๊ะนั่งอ่ะให้แนคลาสเกลมาเกมเศร้าชื่อดิมาเคยแนคลาสเตอร์แต่มันได้สกอร์สโรมมาเพลาไอ้แนคลาสเกิดมาเชียดนั่งก็ตบแวะให้กัดให้ได้นั่งแวะกัดกรุบกระไรยังอ๋อนั่งอ่ะตกกเวทเนียเราไม่จำร้านพวกปูđể dương sần xăm bị môn máu nó dương với châu chất biệt biên kia ao cái đau cả hai tầng phâu chất phâu cài chân ban chia mai chia đam nhiệt nhôm chia vì sao mấy nhà mà thà bờ cổ này mình ban thơ bon ấy thông đông co sang cọt sả la preo vì chạy đây ở đôi dây ta màได้phục mai ao dương trămแต่tăng chất ta cao mau mà chiết bờ ban thơ bon ấy thông đóng công ta biên ao mà nó sạt chung quanh luôn dương cái đau cả hai đời sai dương ta năng bon này công tập đau tục ai kê ban này này à năng chịu bon này ông mà đôi dương nào mình miên lặt tập hiệp châu rùm co sang áp bị vót sừng công chiết được ca phơ plau nó là ca phơ sả riêng được ca phơ một tí pet đôi của một thằng đặc nón dương bằng vai mà rương bon dương quanh đôi kia dương nó vòng ban thơ bon ấy thông đông miên lôi miên lan tao co sang cốt và hia rọp mơn rọp liên đôi ọc nhà đôi đom kia nè miên men và tăng chất luôn dương thà anh vòng ban co sang thơ bon ấy thông vẫn anh ở đầu cả hai rồi nè được tỷ nèอดพอเราสิ่งใดตกอ้อยมนุษย์สัตว์จงเป็นขลุ่นอันนั้นง่ายจีบบอลสัตว์ตอนนี้โยมต่างหากเนี่ย
ខំប្រឹងធ្វើបន់ព្រោះយើងអត់មានអីយកទៅជាមួយក្រៅពីបន់ទេញោមកូនចៅប្តីប្រពន្ធជាទីស្រឡាញ់ទាំងអស់ហ្នឹងជាទីពឹងតែឥឡូវហ្នឹងទេដល់តែផុតរលត់ទៅអត់មានអ្នកទាំងអស់ហ្នឹងជាទីពឹងទេនឹងព្រះព្រះអង្គសម្ដែងតែម៉េចបញ្ញាំងមិត្តតាំងមានតែបន់ទេជាមិត្តហ្នឹងហើយញោមច្រេះនេះវិញអត់មានយកញោមលៀងហេងជាមិត្តកើតទេគាត់មិត្តតែឥឡូវហ្នឹងឯងញោមច្រេះប៉ុន្តែតាផុតរលត់ទៅគឺទីតីផ្សេងគ្នាទាំងអស់វិសងផ្សេងគ្នាណាញោមបងណែដើរផ្លូវផ្សេងគ្នាទាំងអស់ញោមច្រេះទៅផ្សេងញោមហេងទៅផ្សេងបើកូនទៅមុនកូនទៅមុនទាំងអស់គ្នាមិនមែនតែញោមច្រេះហើយញោមហេងថ្ងៃហ្នឹងទាំងអស់គ្នាបើកូនទៅមុនកូនទៅមុនបើប្តីទៅមុនប្តីទៅដោយប្តីប្រពន្ធទៅមុនទៅដោយប្រពន្ធអត់មានផ្លូវជាមួយគ្នាទេទីតីពីគ្នាទាំងអស់ណាយើងតោងទៅតែកុសលនិងអកុសលទេណាអញ្ចឹងខំប្រឹងសន្សំបុណ្យអញ្ចឹងបាទយាយក៏ស្រឡាញ់បុណ្យពីព្រោះណបុណ្យហ្នឹងឲ្យវិបាកជាអីញោមបុណ្យឲ្យវិបាកជាអីវិបាកហ្នឹងមានន័យថាផលឥឡូវនិយាយខ្មែរបុណ្យឲ្យផលជាអីឲ្យផលជាទុក្ខហើយបុណ្យឲ្យផលជាទុក្ខវិញណាយាយបុណ្យឲ្យផលជាសុខហ្នឹងដល់បាបវាឲ្យផលជាទុក្ខព្រះព្រះអង្គសម្ដែងថាបញ្ញាំងសុខតੰបារិកាំងខាអ្នកណាធ្វើបុណ្យហាក់បីដូចសាងសដើឡើងឋានសួគ៌ចឹងគង់តែនឹងកាន់ទៅកាន់សុគតិដោយប្រកបបាបាំងទុកតੰបារិបាំងខាហើយជាអ្នកណាធ្វើបាបនៅនឹងដូចសន្សំស្ពានឡើងទៅកន្លែងសេចក្តីទុកចឹងនាំយើងទៅកាន់សេចក្តីទុកសេចក្តីអាក្រក់បញ្ញាំងទុហរੰចោរេហិអ្នកណាធ្វើបន់ចោលលួចអត់បានទៀតប្តីយើងក៏យកអត់បានកាលណាយើងអត់បត្តិទានចែកបន់ឲ្យហើយប្តីអត់បត្តាយកទេអត់មានបានដល់គាត់ទេអាបន់ហ្នឹងប្តីចង់ចែកពីយើងបានបើតើយើងហ្នឹងចែកឲ្យគាត់ដែរឧទាហរណ៍កន្លែងហ្នឹងយាយចេះសួរអាត្មាដែរគាត់សួរថាលោកគ្រូបើកណាប្រពន្ធទៅធ្វើបន់ហ្នឹងហើយប្តីកណាគាត់អត់មកទេគាត់នៅផ្ទះប៉ុន្តែលុយហ្នឹងលុយធ្វើបន់ហ្នឹងលុយប្តីអ្នករហើយដល់កណាមកធ្វើបន់តើប្តីកណាបានបន់ទេអត់ហ្នឹងមើលញោមបើញោមអ្នកធ្វើឲ្យប្តីអ្នករតើបានបន់ដល់ប្តីដែរបានដល់រាបណាចិត្តប្តីហ្នឹងសบายចិត្តជ្រះថ្លាសោមនស្សជាមួយយើងអ្នកធ្វើប៉ុន្តែបើរៀបចេញពីផ្ទះលេងប្តីជេរមកប្រាវហើយនឹងបន់បកាច់យកស្អីមួយថ្ងៃឃើញទៅដល់វត្តហ្នឹងអាហ្នឹងបានទេញោមបានទេអត់ទេហើយបានមួយយ៉ាងទៀតដល់រាបណាប្រពន្ធទៅធ្វើឲ្យមកវិញប្រពន្ធហ្នឹងចែកបន់បងហើយឥឡូវខ្ញុំតបន់ផ្កាលោកខ្ញុំតបន់ហែកឋិនលោកវត្តយើងនេះខ្ញុំតបន់ឆ្លងកត់ខ្ញុំតបន់ឆ្លងស្ពានខ្ញុំមកបន់ផ្ទះខ្ញុំច្រេះយាយច្រេះនេះឥឡូវឡប់មកវិញហើយសុំជូនបន់បងផងបងបានបន់បានកសលស្មើនឹងអូនដែរបងណាហើយប្តីនេះញឹមសบายចិត្តមានន័យថាទទួលត្រេកអរយកសេចក្តីល្អសាធុសាធុអូនបានចែកបន់ឲ្យបងយើងទៅមុខទៅជួបគ្នាទៀតណាអូនណានឹងអនុមោទនាត្រេកអរយកបន់ពីប្រពន្ធអញ្ចឹងអាហ្នឹងបានបន់តែបើប្តីមិនរីករាយទេប្រពន្ធចែកឲ្យក៏ដោយបងខ្ញុំទៅមកពីបន់យាយច្រេះហ្នឹងឥឡូវសុំជូនបន់ជូនកសលបងមិនដឹងបន់ប្រកាច់យកឲ្យអញយកទេហ្នឹងអាហ្នឹងបានទេញោមបានទេអត់ទេបើចិត្តហ្នឹងវាមិនសបាយទទួលអាហ្នឹងអត់បានទេមានន័យថាបើប្រពន្ធចែកប្តីទទួលអាហ្នឹងបានត្រេកអររីករាយជាមួយគ្នាទោះបីអត់មកធ្វើក៏បានដែរណាហ្នឹងចឹងប៉ុន្តែព្រះព្រះអង្គសម្ដែងដែរតសកេចាំងទានណាំងតេតិសហត្ថងទានណាំងតេតិបើចង់បានបន់ច្រើននាំគ្នាមកគោរពបន់ដោយខ្លួនយើងមកប្រគេនទានដោយខ្លួនយើងមិនចឹងណាញោមព្រះសម្ដែងតែធ្វើខ្លួនឯងកុំពឹងគេវាមិនស្រួលទេអាអំពឹងគេមកឧទាហរណ៍ថាដូចយើងហូបបាយអត់កើតអំពឹងកូនគេបញ្ចុកបាយអាគេបញ្ចុកហើយនឹងហូបខ្លួនឯងអាណាស្រួលជាងញោមហូបខ្លួនយើងវាស្រួលជាងមិនចឹងយើងចង់ថែមទឹកត្រីក៏យើងប្រាប់តែយើងដួសទឹកត្រីថែមខ្លួនយើងមកយើងចង់ថែមស្ករយើងដួសស្ករថែមខ្លួនយើងមកហើយដល់ពេលគេបញ្ចុកណាឯងចង់ថែមទឹកត្រីក៏បាក់ប្រាប់ឲ្យចង់ថែមស្ករក៏បាក់ប្រាប់កុំឲ្យដាក់បន្លែដាក់តែសាច់ក៏បាក់ប្រាប់កុំឲ្យដាក់សាច់ដាក់តែបន្លែក៏បាក់ប្រាប់គេណាយាយណាហ្នឹងឯងដាក់ហូបទម្លាប់ឯងហូបកន្លះសភាដល់គេញុកឯងពេញមកសភាឆាប់ចប់ទៅហើយក៏ពិបាកបញ្ចុកយូរវាអត់ស្រួលទេចឹងមានន័យថាទៅបំពេញបន់ខ្លួនយើងវាល្អជាងយើងផ្ញើបន់ទទួលពីគេចឹងយាយណាចូលចិត្តផ្ញើគេនឹងកុំអាសាផ្ញើគេញឹកពេកញោមខ្លះអញដូចខ្ជិលណាស់ឡាអញសូវស្រួលខ្លួននេះឈឺចកេះឥឡូវផ្ញើ 5000 ហើយអង្គ2កំប៉ុងទៅផ្ទះយាយច្រេះជាមួយយាយអឿនឯងផងហ្នឹងខ្ញុំថ្ងៃនេះដូចមិនសូវស្រួលខ្លួនទេអរគុណណាអឿននេះក៏ទទួលទៅចឹងសោយឯងឈឺចកេះហ្នឹងហើយខ្ញុំឈឺចកេះឥឡូវផ្ញើអឿនឯងទៅផ្ទះខ្ញុំច្រេះលុយ 5000 អង្គ2កំប៉ុងផងហើយមកវិញស្រក់បបមកមួយច្បងដៃឲ្យខ្ញុំផងហ្នឹងទីអូណា
មែនមកវិញចែកប៉ុនឲ្យខ្ញុំផងទេមកវិញផ្ញើណែបបមកស្រោកដៃផងហ្នឹងនឹងខ្មែរយើងចឹងយើងទាំងអស់គ្នាត្រូវដល់ទៅនៅសេចក្តីរីករាយជាមួយប៉ុនពីព្រោះណោយើងអត់មានសបាយអីទៅមុខទីពឹងអីក្រៅអំពីប៉ុនកុសលនឹងទេជាសារណៈដ៏ប្រសើរសម្រាប់ខ្លួនយើងគ្រប់គ្នាហ្នឹងគឺមានតែប៉ុនកុសលនឹងឯងកុំឲ្យយើងមកល្ងិតហើយយើងទៅវិញល្ងិតទៀតបុគ្គលព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងពីបុគ្គល4ពួកនោះញោមមកនិយាយដោយព្រះព្រះអង្គសម្ដែងថាកុំឲ្យយើងមកល្ងិតហើយទៅវិញល្ងិតទៀតណាញោមព្រះសម្ដែងពីបុគ្គល4ពួកនោះហ្នឹងបុគ្គលខ្លះមកល្ងិតទៅវិញភ្លឺអាខ្លះមកភ្លឺទៅវិញល្ងិតហើយអាខ្លះមកល្ងិតទៅវិញល្ងិតទៀតហើយអាខ្លះមកភ្លឺហើយទៅវិញភ្លឺទៀតញោមធ្លាប់ស្ដាប់ទេញោមព្រះអង្គសម្ដែងពីបរមបុគ្គល4ពួកណាអាខ្លះមកល្ងិតទៅវិញភ្លឺអាមកល្ងិតទៅវិញភ្លឺមានន័យថាម៉េចយេញោមដឹងទេអាមកល្ងិតទៅវិញភ្លឺអាមកល្ងិតអុកម៉ាដូចយើងទាំងអស់គ្នានេះចាត់ទុកថាមកល្ងិតហ៎យើងមកឥឡូវនឹងក្រទាំងចំណេះក្រទាំងទ្របកើតមកមិនសូវមានសេចក្តីសុខដូចគេអ្នកកូននាយករដ្ឋមន្ត្រីកូនឧបនាយករដ្ឋមន្ត្រីកូនទេសរដ្ឋមន្ត្រីកូនរដ្ឋមន្ត្រីកូនអុកញ៉ាកូនឯកឧត្តមអ្នកធំគ្រាន់តែកើតមកព្រិចមានខ្ញុំ1មើលស្វែងស្ដាំលើកទឹកក្តៅទឹកតិចគេរៀនសាលាសើមួយឆ្នាំ5-60000ដុល្លារឯកូនឯងរៀនតែជាមួយគ្រូសាលារដ្ឋនេះឯគ្រូសាលារដ្ឋនឹងរៀនបង្រៀនឯងយូរបង្រៀនតែ 10% ទុក 90% បង្រៀនគួរយកលុយក្រៅទៀតនិយាយលេងមិនមែនគ្រូយើងណាគ្រូណាណីនោះដើម្បីកាពះដើម្បីជីវិតត្រូវរកវិធីផ្សេងទីតីពីគ្នាហ្នឹងអញ្ចឹងណកូនគេកើតមកគេអ្នកភ្លឺគេកើតមកល្អគ្រប់យ៉ាងហ្មងអាចំណេះក៏សម្បូរអាទ្របក៏សម្បូរអារូបក៏ល្អទាំងអស់អានឹងចាត់ទុកតែគេមកភ្លឺហើយដល់យើងគ្រប់គ្នាទាំងញោមទាំងអាត្មានេះកើតមកបាត់ម្ដាយបាត់ឪពុកអ្នកខ្លះកើតមកក្រខ្សត់អត់ឃ្លានអ្នកខ្លះកើតមកខ្វាក់ខ្វាន់ជារាពិការកងងដៃកងងជើងចឹងណញាតញោមត្រូវចម្រើនទៅដោយគុណធម៌ឲ្យមកវិញភ្លឺហើយត្រឡប់ទៅវិញភ្លឺទៀតណាញោមណាសូមអនុមោទនាកុំឲ្យមកភ្លឺទៅវិញល្ងិតហើយក៏កុំឲ្យមកល្ងិតទៅវិញរត់ទៅល្ងិតទៀតបើបានតែមកល្ងិតហើយធ្វើម៉េចឲ្យទៅវិញភ្លឺជាងជាតិហ្នឹងទាំងអស់គ្នាណាញោមណាសូមអនុមោទនាបុណ្យស្រឡាញ់បុណ្យស្រឡាញ់កុសលអនុមោទនាបុណ្យអញទៅស្រោចទឹកហើយដែរមែនចឹងទេចុះអាអ្នកខ្លះមិនដែលកូនគេបានស្រោចទឹកឲ្យមកផ្ដាល់គាត់ស្លាប់ដែរនោះចុះអាហ្នឹងមិនដែរហ្នឹងកុំទៅកើតគំនិតយល់ខុសសុខទុក្ខចម្រើនវិនិច្ឆ័យនៅលើខ្លួនយើងទាំងអស់ណាញោមសូមអនុមោទនាមានតែសម័យព្រះលោកយាយវិសាខាកូន20ប៉ុន្តែលោកយាយវិសាខាគាត់កូន20មិនមែនកូនដោយតម្រេកធម្មតាទេគឺកូនដោយបុណ្យមានន័យថាគាត់មិនបានហៅថាកូនដោយបុណ្យពីព្រោះលោកយាយវិសាខាកូនស្រីអ្នកកូន20ហ្នឹងស្រីទាំងអស់ហើយដល់កូនស្រីទាំង20ហ្នឹងពេលដែលការហើយក្នុងកូនស្រីមួយបានកូន20ទាំងអស់គ្នាទៀតហើយអាកូន20អាចៅ20ហ្នឹងពេលការហើយបានចៅទួត20ទាំងអស់គ្នាទៀតក្នុងម្នាក់នោះគឺ20ទាំងអស់តាំងពីកូនតាំងពីចៅមកគឺ20អញ្ចឹងអាត្មាធ្លាប់បោកតាំងចៅទួតចៅលួតចៅលាព្រោះយាយវិសាខា120ឆ្នាំញោមបានគាត់ស្លាប់ហ្នឹងអញ្ចឹងតាំងចៅទួតចៅលួតចៅលាផងរាប់ម៉ឺននាក់បើទាំងកូនទាំងចៅគាត់ចុះគ្រាន់តែកូនគាត់20កូនបកើតដល់ពេលអាកូន20ហ្នឹងការហើយបានចៅក្នុងកូនមួយ20ទៀតវា220នាក់ហ្នឹង220នាក់ហ្នឹងដល់ពេល220នាក់ហ្នឹងការ220ហ្នឹងការហើយបានកៅ20ទៀតទៅហ្នឹងវាឡើងអា200ហ្នឹងវាបានកូន2ចាស់ចៅ200ហ្នឹងបានចៅមួយកូន20ទៀតបូកឡើងប្រហែល2000អា2000ហ្នឹងការហើយបូកទៅបាន20000បន្តគ្នាអញ្ចឹងរាប់ម៉ឺនអ្នកនឹងគ្រាន់តែចៅឲ្យកូនគាត់អាហ្នឹងដែលព្រះលោកសម្ដែងថាកើតដោយបុណ្យនោះមែនន័យថាគេកំណត់ឲ្យ20ទាំងអស់មកហ្នឹងតាំងលោកយាយក៏20ចៅកូនគាត់ក៏20ចៅគាត់ក៏20ចៅទួតគាត់ក៏20ចៅលួតគាត់ក៏20ទាំងអស់គ្នាហើយស្អាតណាស់លោកយាយវិសាខាយាយអូន120ហើយសក់នៅខ្មៅក្រឹបដូចយាយអូនអញ្ចឹងអាប៉ាយាយអូននេះខ្មៅបែបខ្មៅលៀបយ៉ាងនេះហ្នឹងអត់លៀបទេហ្នឹងហើយ120ហើយថ្មិញនៅពេញមាត់បើអត់មានបាក់មួយណាលោកយាយវិសាខាអញ្ចឹងហើយបានជាព្រះព្រះអង្គសម្ដែងថាបញ្ចពិតកល្យាណីស្ត្រីដែលមានលក្ខណៈលំអ5លំអ5ហ្នឹងមានន័យថាលំអស្បែកលំអវ័យលំអសក់លំអគុណធម៌វាមិនមែនល្អតារូបទេគឺល្អចិត្តគំនិតទៀតលោកយាយវិសាខាណា
ចឹងហើយបានគេពោលថាជាស្ត្រីដែលមានលក្ខណៈលំអ5ហ្នឹងគឺអាយុ120ហើយសក់អត់សទេអត់ប្រែពណ៌ទេស្បែកគាត់អត់ជ្រីវជ្រួញទេហ្នឹងគឺទោះបីជាវ័យច្រើនប៉ុណ្ណាក៏ដោយប៉ុណ្ណាហើយអង្គុយស្ដាប់ធម៌អញ្ចឹងទាំងចៅទាំងកូនគឺមើលអត់ដឹងមួយណាចៅមួយណាគាត់ទេដោយសារសម្រស់គាត់ហ្នឹងគឺស្អាតដូចចៅអញ្ចឹងដែរ120ប៉ាន់មើលទៅដូចកំមុំអញ្ចឹងហ្នឹងស្អាតណាស់ហ្នឹងបានគេហៅថាកើតដោយបុណ្យនោះត្រង់ហ្នឹងពេលហ្នឹងញោមស្ដាប់រឿងហ្នឹងតិចចុះមកចូលហើយហេតុអីបានជាខ្មែរយើងធ្វើបុណ្យគឺប្រាថ្នាឲ្យដូចយាយវិសាខាដោយសារមានប្រវត្តិអញ្ចឹងពេលមួយហ្នឹងគឺព្រះអង្គពងសម្ដែងធម៌ទេសនាមុនសម្ដែងធម៌ទេសនាហ្នឹងក៏លោកយាយវិសាខាប្រគេនទឹកដោះស្រស់ភិក្ខុសង្ឃ5000អង្គដែលអង្គង់ស្ដាប់ព្រះធម៌ទេសនាហ្នឹងប្រគេនទឹកដោះស្រស់នឹងរួចទៅហើយភិក្ខុលោកនិមន្តមកទាំង5000អង្គហ្នឹងគឺមានទីសយនាហ្នឹងដូចនេះគេហៅថាសន្ធតសេនាសនៈកំរាលព្រំយើងហ្នឹងគេហៅសន្ធតសេនាសនៈដល់ពេលក្រែអាត្មានេះគេហៅមញ្ចបៃខសេនាសនៈហ្នឹងដល់ពេលកត់លោកនៅគេហៅថាវិហារសេនាសនៈដល់ពេលលោកណាចូលចិត្តនៅតាមរូងថ្មតាមលាអាងថ្មតាមក្រោមដើមឈើគេហៅថាឱកាសសេនាសនៈនឹងសេនាសនៈក្នុងព្រះវិន័យបៃដកលោកចែកជា4អញ្ចឹងចឹងអាសន្ធតសេនាសនៈកំរាលលោកគង់5000ហ្នឹងក៏បោះគាត់អាទឹកដោះស្រស់ប្រគេនលោក5000អង្គហ្នឹងក៏ជារបស់គាត់ហើយអាក្រែព្រះសម្មាសម្ពុទ្ធគង់សម្ដែងធម៌ទេសនាហ្នឹងក៏ជារបស់គាត់ដល់អញ្ចឹងតាព្រាហ្មណ៍ម្នាក់គាត់លើកពោលទៅសើថាមុននឹងស្ដាប់ពធទេសនាយើងទាំងអស់គ្នាគួរចូលរួមត្រេកអររីករាយជាមួយនឹងបុណ្យកុសលរបស់លោកយាយមហាបាសិកាវិសាខាដែលគាត់បានថ្វាយទានទៅនៅទឹកដោះស្រស់ទាំងភិក្ខុសង្ឃសាមណេរសាមណេរីភិក្ខុភិក្ខុនីចំនួន5000ព្រះអង្គសាធុអញ្ចឹងទៅហើយដល់គេពោលទៀតថានឹងត្រេកអររីករាយជ្រះថ្លានៅទីសយនាដែលប្រសង់គង់ទាំង5000អង្គក៏ជាសទ្ធារបស់លោកយាយវិសាខាក្រែធម្មាសនៈរបស់ព្រះដែលមានពភៈក៏កើតដោយសទ្ធារបស់លោកយាយវិសាខាហើយដល់គេថាអញ្ចឹងទៅគេចង់ឃើញមុខព្រោះអ្នកខ្លះអត់ដែលស្គាល់ទេថាចុះមួយណាយាយវិសាខាមិនក៏ចិត្តល្អម្លេះអ្វីគ្រប់យ៉ាងដែលប្រសង់គង់ប្រសង់ឆាន់នឹងសិតតែរបស់គាត់ទាំងអស់មើលដូចចង់ឃើញមុខយាយនឹងតិចមើលដល់ចៅគេគ្រាគាត់ឡើងឈរក្នុងចំណោមមនុស្សរាប់ម៉ឺនអ្នកហ្នឹងណាចៅគាត់គ្រាលើកដៃគាត់គ្រាឡើងបានថាអូងាប់ហើយមិនក៏ហៅគាត់យាយអញ្ចឹងក្មេងដូច8 10ក៏ស្អាតទេមិនក៏ហៅគាត់យាយថាអេអត់ទេមិនមែន8 10ទេលោកយាយអាយុ120ហើយគេគ្រាន់តែឃើញគេលើសូរអញ្ចឹងគេលើកដៃផុតថ្ងាសហ្មងញោមទាំងអស់គ្នាទាំងមនុស្សទាំងទេវតាហ្នឹងគឺលើកដៃផុតថ្ងាសថាអូណោសូមឲ្យខ្ញុំកើតជាតិណាសូមឲ្យខ្ញុំបានរូបសម្បត្តិស្អាតដូចលោកយាយវិសាខាប្រាថ្នាឲ្យទៅហឹងមនុស្សរាប់ម៉ឺនអ្នកហ្នឹងបានអាការធ្វើបន់កើតចិត្តប្រាថ្នាដោយយាយវិសាខាហ្នឹងមិនមែនតែមកកើតសម័យយើងឥឡូវនេះអ្នកខាងកងមាសខាងកងជ័យនេះទេប្រាថ្នាពេញមកស្រុកខ្មែរស្រុកថៃស្រុកលាវស្រុកណាអ្នកកាន់ពុទ្ធសាសនាឲ្យតែសិក្សាកពីដីកាគឺធ្វើបន់កើតជាតិណាជាពិសេសស្ត្រីហ្នឹងហើយមិនមែនជាពិសេសគឺគ្រប់ស្ត្រីទាំងអស់ប្រាថ្នាឲ្យដូចយាយវិសាខាហ្នឹងគឺតាំងពីសម័យព្រះមកប្រាថ្នាឲ្យដូចគាត់ហ្នឹងចឹងបាននិយាយខ្លះមកពីផ្ទះកាន់អង្គ2កំប៉ុងលុយ5000កាន់ដាក់មក10000ទេប៉ុន្តែចូលអាចារ្យ5000អាប់អញ5000វិញផងដល់ពេលអាចារ្យឲ្យពោនឹងគេអាប់ឲ្យ5000អាចារ្យឲ្យពោតែសុំឲ្យយាយកើតជាតិណាបានស្អាតល្អដូចយាយវិសាខាឆាជួយអញថែម5000ទៀតឲ្យដូចយាយវិសាខាអញថែម5000ទៀតហ្នឹងហើយប៉ុន្តែម្នាក់ចង់ដូចយាយវិសាខាហ្នឹងទាំងមិនដែលឃើញមុខយាយវិសាខាហ្នឹងមុខមិនផងស្អាតណាស់យាយវិសាខាញោមណាមិនដឹងមកនិទានឲ្យប្រាប់ឲ្យស្ដាប់ស្អាតណាស់លោកយាយវិសាខាល្អណាស់បានគេហៅថាបញ្ចពិតកល្យាណនៃស្ត្រីមានលក្ខណៈលម្អ5ហ្នឹងឥឡូវយើងកុំនិយាយរឿងយាយវិសាខាយើងនិយាយរឿងប៉ុនយើងឯនេះប៉ុនយើងឯនេះគឺប៉ុនចម្រើនបជនហើយអធិស្ស្រ័យញោមយឺតបន្តិចហ្នឹងដោយសារភ្លៀងមិនមែនស្ទះផ្លូវអាស្ទះក៏ស្ទះហើយភ្លៀងខ្លាំងមែនតើងឹតឆឹងមកភ្លៀងតាំងពីចេញពីគួរស្រូវមកដល់គួរស្រូវចេញពីតកែវមកថ្ងៃមិញហ្នឹងទេម៉ោង1នៅតកែវហើយម៉ោង1ម៉ោង2ចប់ចេញពីនោះមកដល់គួរស្រូវភ្លៀងរហូតមកដល់យើងពេលគាត់ទេទៅចុងក្រោយនៅព្រែកតម្រាក់ហ្នឹងគឺភ្លៀងពងភ្លៀងហើយដូចភ្លៀងដេញមករហូតប៉ិនដូចចន្លោះតែកន្លែងយើងនេះញោមទេសួរអ្នកអំពេញមកភ្លៀងងឹតឆឹងមានមើលអីឃើញហ៎បងហ្នឹងហើយជាពិសេសព្រែកលៀបហ្នឹងខ្លាំងជាងគេទឹកលិចផ្លូវព្រមយគង់ដល់មកដល់យើងនេះឆ្លាស់ចេះហ្នឹងប៉ុននេះប៉ុនណាចឹងប៉ុនយើងថ្ងៃហ្នឹងប៉ុនចម្រើនបជនគម្រប់ខួប3ឆ្នាំប៉ុនថ្ងៃហ្នឹង2ផ្នែក
mình nó kịp thơ bọn nó pi này để thơ lòn nè mòn tới vậy ổn bọn nụ mấy chùm ra ơn và trốn chun mà đai chẳng ta hay ở bốc nó slap mà năm hơi nè ở bốc slap bay năm hơi ấy cao tì khuôn mà rồi ngái đôi ma một tí hết nên à lớn nó bay năm ba để vô mới mà bỏ break này nên là tâm mà chuột cái này là lâu bay năm ba đó đôi mà ấy tâm mà cao ngày nó mấy lâu xài sao có nhau thấy nên là bẹ cả đá chỉ vật ba tới tầm số mà bán bẹ cả đá tiếp á nên là mình nửa lâu ta chặt sập nó slap á hết miền bàn ấy đôi gì ồn hết nên là gì ồn bàn chặt chiếng à mà nick miền phần bàn chặt sập thế mơ từ này phần này à cru yuan muối nó về thà mà bàn chặt sập ngày muối nó mới trẻ trội tiệt à ngày muối nó tạo ọp rồng bộ toàn địch nữ bắt tờ bò bộ nhiên nằm chỉ tới đó lời nó khơi tẹt cru nó ọt đăng tập tẹt cru ấy mà khơi và tục tật nơi các bài cô chê chìm hiền tẹt nó khơi tục tật xa tần nón nó có chộp lan xong và tục tật trồ bọt trường tôi đọc tật sạt tôi hay khởi là ta cho vì lan cắt một tẹt quạt nè quạt bồng tia ở kia sao nó đấy con mà liệt tha lột nó hùa ba này chặt sắp với dụ nó tha chẳng mà cru đấy lột nó hùa ba này chặt sắp với dụ lỗ bà chặt sắp ai ăn hổ quạt tia nó cỡ xong rồi tông tắc châu nó thà anh bà này chặt sắp hay đòi chạy vô bịa cru nó mà kịch cru yuan thế là vậy không ai ăn cho bà phải chạy kịch tha nào bởi chặt sắp với lâu xài sắp với nhúng mấy đôi bạch tờ lót thôi khỏi bên thế bởi tờ hộ cái này ấy câu này anh toàn bàn ca với anh ngọt bà đấy nên là tờ do kìm bồ tục mà tờ ấy nồi chân đâu mùi dây nâng tao bài chất mùi ta nâng tao và miền tờ bài chất ấy rồi ngày nó đòi men tên nó đồ hot pi tao đôi trẻ mọt nằm sâu bờ rùa đôi cờ tập bà với nhá đôi lên cờ bón là thằng má này nên là pe na khăn nó cờ bà vậy ở chuồn cạo tao không nên cho nó tha ôi nên tha ôi cha tha ôi gì chi cho nó đôi ngày đôi do là bà đấy nên là ấy mẹ thà bù riêng thò che đằng hơi đào thưa bon thưa tiền chờ này và có tờ lợn thàn xuống đấy này chẳng bàn cha con vậy thà chọn ngái nhờ rồi lúc ai bởi chọn lẹn rồi nó bài quạt anh ấy mẹ nó bài quạt đấy nó non quạt mà nên à chọn ngái nhờ rồi lúc ai bởi chọn lẹn rồi nó kiên quạt đồn ta dương người thà chừng anh em nó chết quạt mẹ và có tờ lợn thàn xuống thằng óc đi đôi thà bón nó khơi chởn trên kia đôi tham miên là bao hay ngành tí nó khơi lô cả đò pe bậc kia chẳng han nơi nè hô bài ngay thoáng hay nâu quạt chẳng nó đôi tham bài lô sol cả lát cả thôn chẳng á dây bà bài sol hô bọt chẳng nhom xong cho tao chuột nhóm hay dây cả thôn vậy do tao sẵn do tao còn miền đấy dây ní đôi sủa đấy nè chật quạt qua không nên do bài lô tao hay tao tăng cả thôn lô cái click cả thôn lô xi đại thôn lô nó te thằng tiền nên là ọt miền ban vô cái thôn mà ôi lô quanh của miền chôn can một đọ chỉ cây chôn can một bè là không lô chôn can mò đặc cô chu ai đặc dẹp tật lô ta nè chết vót này nên là chôn can phô bài ngay thoáng hay chẳng coi lơ chả đào tới sầm lăng mơ tờ vót khơi lục nền chan bài thoáng ấy lục nền tôi tối đây má cả tầm bùa nam cao chiến miền băng ấy tới nhom chan bài thoáng hay lột tật lơ trong bờ tầm lẹt dẹp nữa nè kia của man on nâng lột tật nè hay đòi dây này cái lên mà khơi lột tật khơi lột hột đánh thẻ kia chẳng hự thùng anh thấy ăn ngày mình vẫn đăng đại chẳng anh do tao xí anh xí luôn tích ngọn nhiều cái anh nè ngay vót miền tây khơi cao tay nè miền tây tao khăng mùi lột nè ta nè chết vót đừng khăng lột kla chè kla giấy đơm lột kla ta nè chết vót đăng tiền nè nghe chuồn cao giấy đơm ta cha tăng giấy chi nâng nâng nà ca ba tay cho mùi lột nè hay lột đấy đôi cái mền và con thà bù hay xả lợn thàn xuống đấy đôi mà lọm dây miền chào tây ca mà bà ông lột phải lâm lăng đang ở chê ta lục nền này lục nền ọt lợn khoai cùng chẳng chê bao cọt bao kia bao lại hay phải lâm lợn ọt bao sầm ram ọt ấy nâng lục chê ọt lợn xong toàn cam xong ấy nâng lục chê lư đào dây tẹt chật thang nè chật vọt nâng giấy nó bài bòn vọt hay vậy nó ọt ấy thì ngay lục chi phật nghe chứ phải xoăm thì chị với tao chỉ riêng thom mà đá đôi nhiệt nhôm thọp nè nè nâu bằng tập bốn á tham ma cam mà nâu pin tập bốn kim môn tập sôn môn nâu nắng cố má cam màu pin tập bốn khủ tròn xài đầy của họ xài được kẹt xài nâng đáy đó nè bọc kia đáy đó vô mà thạp bọc chân cho về chia nó về mẹn mình miền này mà riêng của miền cru miền có buồn cho bạc ấy đây phân khẩn trong vậy tha sốc tốc chầm ra về nếp về ọt nâu nắng ấy nhung
nàng khắc vào đây ở sờ lạnh không thổ cừu bẹt say cho cái trong thèm say nó vào đây nó cả khơi say trở nên pin nó buộc pơm lão nó lên trâu té nữa nàng với mẹ mau đây miền quạt môi nó mà họ lô ở liệp cả muôn này con này vào đây cả ná đôi sầm đây sầm đau đôi lên sâu bro đôi lên ọt đôi môn mấy tê để con xong cả muôn rồi cả xong ai liệp tính mà đọc pe lô ơi cả muôn mà clon tới liệp hết vào đây đau thay mà đại tiền với mẹ ban vào đây giờ lái nhưng mà vào đăng lô quanh trắng phải chạm máu cứ ọt miền đâu nặng cứ bên đâu lược luôn dương tầm sọc tóc chầm rào việt nam đâu lược luôn dương còn ao dương nọ roti băng ngày na đợt tây cao luôn mà còn dây đơn dương dây được thọ đương năng việc khó cạpរឿងហ្នឹងវាមិនមានប្រយោជន៍ដល់ផ្លូវចិត្តយើងជារឿងដែលមិននាំសេចក្តីសុខដល់ផ្លូវចិត្តយើងរុញវាចោលទាំងអស់យើងទុកតែរឿងល្អបានណារឿងចូលមកស្អីក៏យើងទទួលយកប៉ុន្តែយើងទុកក្នុងចិត្តយើងទុកតែរឿងល្អបានយល់លោកនិយាយហ៎ញោមទុកតែអាណាដែលវាមានផលប្រយោជន៍ដល់ផ្លូវចិត្តយើងដោយសមុទ្រចឹងវាទទួលយកទាំងអស់ប៉ុន្តែអាណាមិនមានផលប្រយោជន៍ដល់ខ្លួនវារុញ